ព្រះបរមរាជវាំងខ្ញុំចំណាយតបឡាចុច40ខ្ញុំបានមកយកចោលអាកាសទីនេះខ្ញុំចង់ថត time lapse អ្នកនេះមើលមុនខ្ញុំអ្នកនរគ្នាបាទទេសភាពគឺអស្ចារ្យមែនតែនបាទនេះអ្នកនរគ្នានេះគឺជាទន្លេ4មុខបាទក្នុងកោះនរានេះព្រះបរមរាជវាំងអ្នកនរគ្នាខ្ញុំមានកំណត់មួយខ្ញុំចង់ថត time lapse បាទចាំមើលស្អាតប៉ុណ្ណាឥឡូវនេះខ្ញុំកំពុងដាក់ pocket 3ដើម្បីថតមេឃល្ងឹតលឿនមែនតើអ្នកនរគ្នាម៉ោង 6:14 នាទីងឹតហ្មងបាទហើយគណៈពេលដែលខ្ញុំកំពុងចាំខ្ញុំ order ម្ហូបអ្នកនរគ្នានេះគឺបាយឆាក្តាមសុខាបាទតំណងរបស់គេបើនិយាយទៅបាយឆាក្តាមខ្ញុំធ្លាប់ញ៉ាំតែនៅកពតបាទបាយឆាក្តាមកពតហើយនេះជាកន្លែងទី2ដែលខ្ញុំញ៉ាំបាយឆាក្តាមបាទខ្ញុំចំណាយតបឡាចុច40ហើយខ្ញុំបានមកយកខ្យល់អាកាសទីនេះស្ដាប់ទៅរៀងថ្លៃប៉ុន្តែយូរម្ដងហើយបងប្អូនអញ្ចឹងខ្ញុំគិតថាវាស័ក្តិសមអ្វីដែលខ្ញុំទទួលបានទេសភាពស្អាតអញ្ចឹងទៅខ្យល់អាកាសបរិសុទ្ធពិសេស stress នៅពេលដែលយើងធ្វើការហើយអញ្ចឹងមកទីនេះគឺប្រកាសជាមានអារម្មណ៍ប្រសើរបាទថតបាក់ហើយបាទខ្ញុំចំណាយពេល1ម៉ោងអ្នកនរគ្នាជមើលថាតើការ៉ាត់អូខេឥឡូវមើលទាំងអស់គ្នាជាមួយខ្ញុំលុយទាំងអស់គ្នាបាទអ្នកនរគ្នាមើលមុនខ្ញុំហើយបាទនេះជាកូន vlog ខ្លីមួយរបស់ខ្ញុំអរគុណសម្រាប់ការតាមដានទស្សនាសង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយកុំភ្លេចជួយ subscribe channel របស់ខ្ញុំផងបាទអរគុណ